តោះអ្នកទាំងអស់គ្នាមកធ្វើម៉ូតសក់ដោយចាលូស៊ឺទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំត្រូវទៅវត្តហើយខ្ញុំក៏មកបង្ហាញពីធីបខ្លះៗដែលខ្ញុំធ្វើម៉ូតសក់ដូចអញ្ចឹងណាអញ្ចឹងជាដំបូងអ្នកទាំងអស់គ្នាត្រូវពុះសក់នៅកណ្ដាលហើយយើងຕົកសល់ពីមុខដើម្បីយើងចងពីក្រោយហ្នឹងណាហើយអ្នកទាំងអស់គ្នាចងភ្លីក៏បានឬក៏បត់ក្រងជុំវិញហ្នឹងដាក់លមូលក៏បានតែខ្ញុំបត់ចេះទៅដោយសារសក់ខ្ញុំពីក្រោយវាច្រើនដែរអញ្ចឹងទៅខ្ញុំក៏ដាក់រុំសក់ហ្នឹងអញ្ចឹងហើយខ្ញុំដាក់តាគៀបខ្មៅចាហើយម្ខាងទៀតក៏ខ្ញុំរុំដូចគ្នាហើយខ្ញុំដាក់តាគៀបខ្មៅដែរគ្រាន់តែសក់ខ្ញុំដោយសារបន្តិចហ្នឹងក៏ខ្ញុំធ្វើសារថ្មីដើម្បីឲ្យវាមានរបៀបរៀបរយជាងមុនហើយអាសក់ដែលវាប៉ោងហ្នឹងយើងដាក់វែកវាមានរបៀបរៀបរយអញ្ចឹងណាចាអ្នកទាំងអស់គ្នានឹងបានសក់ម៉ូតហ្នឹងចាម៉ូតស្តៀងនឹងចាលូស៊ឺមិនមែនដូច 100% ប៉ុន្តែទម្រង់ម៉ូតអញ្ចឹងណាតែតាមប្រភេទសក់ស្ដើងឬក៏ក្រាស់អាស្រ័យលើសក់ក្បាលអ្នកទាំងអស់គ្នាដែរអញ្ចឹងយើងអាចរៀនធ្វើទាំងអស់គ្នាបានដើម្បីចូលរួមកម្មវិធីឬក៏ទៅវត្តជាដើមអរគុណ